ថៃនៅបន្តការវិប្រហារគណៈការចរចាកម្ពុជាថៃចូលដល់ថ្ងៃទី2អង្គការសង្គមស៊ីវិល896ថ្កោលទោសថៃគិតត្រឹមម៉ោង 4:45 នាទីល្ងាចថ្ងៃទី25ខែធ្នូឆ្នាំ2025នេះតាមបណ្ដាសមរភូមិមុខទិសបន្ទាយមានជ័យឧត្តរមានជ័យនិងព្រះវិហារទាហានឈ្លានពានសៀមនៅតែបន្តបាញ់ផ្លោងចូលដល់អធិបតេយ្យភាពកម្ពុជាដោយឡែកសមរភូមិថ្មដាខេត្តពោធិ៍សាត់មានសភាពស្ងប់ស្ងាត់ប៉ុន្តែនៅម៉ោង 1:50 នាទីដល់ម៉ោង 2:19 នាទីទាហានឈ្លានពានរបស់សៀមប្រើប្រាស់ដ្រូនទម្លាក់គ្រាប់បែកនៅអូរភ្លុកដំរីនៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបងតាំងពីព្រឹករហូតមកដល់រសៀលទាហានសៀមបន្តបាញ់ផ្លោងចូលក្នុងមូលដ្ឋានស្រុកសំពៅលូននៅថ្ងៃទី25ខែធ្នូនេះគឺឈានចូលដល់ថ្ងៃទី19ហើយដែលយោធាថៃបានបន្តនឹងឈ្លានពានយ៉ាងកុកក្លឿនមកលើទឹកដីកម្ពុជានៅក្នុងសន្និសីទកាសែតនាព្រឹកនេះអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានរៀបរាប់យ៉ាងលម្អិតពីស្ថានភាពដែលយោធាថៃនៅតែបន្តឈ្លានពានមកលើទឹកដីកម្ពុជានៅយុទ្ធភូមិភាគទី4និងទី5ដែលគិតចាប់ពីម៉ោង 5 ល្ងាចថ្ងៃទី24ខែធ្នូដល់ម៉ោង 8 ព្រឹកថ្ងៃទី25ខែធ្នូនេះបើតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃដែលបញ្ជាក់ថាចំនួនជនស៊ីវិលដែលបានស្លាប់មានចំនួន30នាក់និងរបួស87នាក់គិតត្រឹមម៉ោង 1 រសៀលថ្ងៃទី25ខែធ្នូនេះចំនួនពលរដ្ឋភៀសសឹកបានកើនឡើងដល់ចំនួនជិត649នាក់ក្រសួងការពារជាតិកម្ពុជាបានបញ្ជាក់ថាទោះបីជាកិច្ចការនៃក្រមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនទូតកម្ពុជាថៃ GBC បានចាប់ផ្ដើមធ្វើឡើងតាំងពីថ្ងៃទី24ខែធ្នូក៏ដោយស្ថានភាពនៃការគំរាមកំហែងនិងការឈ្លានពានរបស់កងកម្លាំងយោធាថៃប្រឆាំងនឹងអធិបតេយ្យភាពរបស់កម្ពុជាដែលតែបន្តដោយធ្វើការឈ្លានពាននេះឈានចូលដល់រយៈពេល19ថ្ងៃជាប់គ្នាបើតាមឧត្តមសេនីយ៍ឯកម៉ាលីសុជីតាអ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងថាយោធាថៃបាននឹងកំពុងបន្តបំពេញលើបទឈប់បាញ់និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃដែលត្រូវបានចុះហត្ថលេខាដោយភាគីទាំងពីរកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025នៅទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ីគិតត្រឹមព្រឹកថ្ងៃទី25ខែធ្នូឆ្នាំ2025យោធាថៃនៅតែបន្តវាយលុកចូលទឹកដីកម្ពុជានៅតំបន់មួយចំនួនខណៈតំបន់ខ្លះផ្សេងទៀតមានសភាពស្ងប់ស្ងាត់លោកស្រីបានសង្កត់ធ្ងន់ថាកងកម្លាំងប្រដាប់អាវុធកម្ពុជាកំពុងប្រយុទ្ធយ៉ាងស្វិតស្វាញដើម្បីឆ្លើយតបនឹងការឈ្លានពាននិងបន្តតាមដានស្ថានភាពដោយយកចិត្តទុកដាក់និងប្រុងប្រយ័ត្នខ្ពស់ក្នុងការបំពេញភារកិច្ចការពារអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់កម្ពុជាអ្នកនាំពាក្យក្រសួងការពារជាតិបានសម្ដែងការសោកស្ដាយយ៉ាងខ្លាំងចំពោះការប្រើប្រាស់រថក្រោះយន្តហោះចម្បាំងទម្លាក់គ្រាប់បែករបស់យោធាថៃដែលបានបំផ្លាញផ្ទះសម្បែងរបស់ប្រជាពលរដ្ឋកម្ពុជានៅក្នុងលក្ខណៈអមនុស្សធម៌និងឃោរឃៅដែលបង្ហាញថាយោធាថៃបានកំណត់គោលដៅទាំងលើទីតាំងយោធានិងជនស៊ីវិលកម្ពុជាការវាយប្រហារនេះត្រូវបានចាត់ទុកថាជាការវាយប្រហារមិនរើសគោលដៅផ្ទុយស្រឡះពីភាគីកម្ពុជាដែលបានកំណត់គោលដៅតែទីតាំងយោធារបស់ថៃក្នុងក្របខ័ណ្ឌនៃការការពារខ្លួនតែប៉ុណ្ណោះចំថ្ងៃបុណ្យណូអែលប្រជាជនកម្ពុជាមិនប្រាថ្នាអ្វីក្រៅពីសន្តិភាពគណៈការវាយប្រហាររបស់យោធាថៃនៅតែបន្តបំផ្លិចបំផ្លាញជនស៊ីវិលនិងហេដ្ឋារចនាសម្ព័ន្ធកម្ពុជានៅរៀងរាល់ថ្ងៃទី25ធ្នូប្រជាជនទូទៅនៅលើពិភពលោកយើងនេះតែងតែនាំគ្នាប្រារព្ធឡើងនៅពិធីបុណ្យគ្រីស្មាស់ដែលជាការរំលឹកថ្ងៃកំណើតរបស់ព្រះយេស៊ូវគ្រីស្ទមនុស្សជាច្រើនតែងប្រើប្រាស់ពេលវេលានេះដើម្បីជួបជុំគ្រួសារមិត្តភ័ក្តិដើម្បីអបអរសាទរដល់ការប្រារព្ធពិធីបុណ្យគ្រីស្មាស់ឬបុណ្យណូអែលហើយពួកគេតែងតែបានផ្សងឲ្យខ្លួនឯងនិងមនុស្សជាទីស្រឡាញ់ជួបនៅសុខសុភមង្គលនិងសំណាងល្អជាដើមដោយឡែកប្រជាជននៅប្រទេសកម្ពុជាក៏មានបំណងប្រាថ្នាដូចគ្នានោះគឺសន្តិភាពកើតឡើងសម្រាប់ប្រជាជាតិខ្មែរចំពេលមានការវាយប្រហារឈ្លានពានពីសំណាក់យោធាថៃដែលជាអ្នកជិតខាងរបស់ខ្លួនការផ្ទុះឡើងនៃការប្រយុទ្ធគ្នាជាថ្មីនៅតាមព្រំដែនរវាងប្រទេសកម្ពុជានិងថៃបានបណ្ដាលឲ្យជនស៊ីវិលកម្ពុជាបានបាត់បង់ជីវិតកើនឡើងដល់31នាក់ខណៈប្រជាពលរដ្ឋជាច្រើនបានភៀសខ្លួនចេញពីលំនៅឋានរបស់ខ្លួនដោយសារស្ថានភាពប្រយុទ្ធកាន់តែខ្លាំងឡើងនៅតំបន់ជាច្រើនតាមបន្ទាត់ព្រំដែនកម្ពុជាថៃកើនឡើងជាង1លាននាក់មកទល់ពេលនេះប្រជាពលរដ្ឋកម្ពុជាជាងកន្លះលាននាក់កំពុងប្រឈមនឹងការលំបាកយ៉ាងធ្ងន់ធ្ងរបន្ទាប់ពីត្រូវបានបង្ខំឲ្យចាក់ចេញពីលំនៅឋាននិងសាលារៀនរបស់ខ្លួនដោយសារការបាញ់ផ្លោងដោយអាវុធធុនស្រាលនិងធុនធ្ងន់ព្រមទាំងការទម្លាក់គ្រាប់បែកពីលើអាកាសពីសំណាក់យោធាថៃសម្រាប់ហេតុផលនេះ
ក្រសួងមហាផ្ទៃបានអំពាវនាវដល់មិត្តបរទេសជាពិសេសសហរដ្ឋអាមេរិកចិនម៉ាឡេស៊ីនិងអាស៊ានឲ្យបន្តចូលរួមយ៉ាងសកម្មក្នុងការគាំទ្រកិច្ចខិតខំប្រឹងប្រែងដើម្បីបន្ថយភាពតានតឹងនិងសម្រេចបាននូវសន្តិភាពយូរអង្វែងដែលឆ្លុះបញ្ចាំងពីសេចក្តីប្រាថ្នាដ៏យូរអង្វែងរបស់កម្ពុជាបន្តអំពាវនាវឲ្យមានបទឈប់បាញ់ជាបន្ទាន់និងអនុញ្ញាតឲ្យជនស៊ីវិលជិត1លាននាក់ដែលត្រូវបានផ្លាស់ទីលំនៅសងខាងព្រំដែនអាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញដោយសុវត្ថិភាពទន្ទឹមនឹងនេះលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនទូតកម្ពុជាថៃ GBC បានចាប់ផ្ដើមថ្ងៃទី2នៃកិច្ចប្រជុំរបស់ខ្លួននៅម៉ោង 9:05 នាទីព្រឹកថ្ងៃទី25 ខែធ្នូឆ្នាំ2025នៅប៉ុស្តិ៍ត្រួតពិនិត្យអចិន្ត្រៃយ៍ព្រំប៉ាក់ខាតរវាងខេត្តបៃលិនប្រទេសកម្ពុជានិងខេត្តចន្ទបុរីប្រទេសថៃលេខាធិការដ្ឋានបានបន្តការពិភាក្សាដើម្បីធានាការបញ្ឈប់អរិភាពស្វែងរកដំណោះស្រាយស្ដារស្ថិរភាពរវាងប្រទេសទាំងពីរនិងជួយសម្រួលដល់ការវិលត្រឡប់ទៅរកភាពប្រក្រតីវិញឲ្យបានឆាប់រហ័សកិច្ចប្រជុំលេខាធិការដ្ឋាននេះត្រូវបានកោះប្រជុំឡើងដើម្បីត្រៀមរៀបចំសម្រាប់កិច្ចប្រជុំពិសេស GBC កម្ពុជាថៃលើកទី3ដែលក្រុងនឹងធ្វើឡើងនៅថ្ងៃទី27 ខែធ្នូនេះបើយោងតាមក្រសួងការពារជាតិកម្ពុជាជាមួយគ្នានេះអង្គការសង្គមស៊ីវិលកម្ពុជាដាក់ញត្តិទៅស្ថានទូតនិងគណៈប្រតិភូចំនួន17នៅកម្ពុជាជំវិញការឈ្លានពានរបស់យោធាថៃចូលទៅក្នុងទឹកដីអធិបតេយ្យភាពរបស់កម្ពុជាបន្ទាប់ពីមានការឈ្លានពានដោយខុសច្បាប់និងយ៉ាងកំរោលមកលើបូរណភាពទឹកដីនិងដែនដីអធិបតេយ្យភាពកម្ពុជាអង្គការសង្គមស៊ីវិលកម្ពុជាដែលរួមមានអង្គការនិងសមាគមចំនួន896ក្នុងនោះមាន366អង្គការនិង530ក្រុមសហគមន៍បានចូលរួមថ្កោលទោសលើប្រទេសថៃដែលបានធ្វើសកម្មភាពប្រឆាំងនឹងការលើកកម្ពស់សន្តិភាពសិទ្ធិមនុស្សនិងសុខុមាលភាពសហគមន៍អង្គការទាំងនេះបានដាក់ញត្តិទៅកាន់ស្ថានទូតនិងគណៈប្រតិភូចំនួន17នៅកម្ពុជាដើម្បីប្រឆាំងនឹងការឈ្លានពានដោយសកម្មភាពយោធាថៃពីប្រហារចូលក្នុងដែនអធិបតេយ្យភាពនៃព្រះរាជាណាចក្រកម្ពុជាសកម្មភាពដ៏កក្លឿនរបស់យោធាថៃបានបណ្ដាលឲ្យមានការបាត់បង់អាយុជីវិតជនស៊ីវិលនិងការផ្លាស់ទីលំនៅរបស់ជនស៊ីវិលរាប់ពាន់នាក់នៅតំបន់ព្រំដែនអង្គការសង្គមស៊ីវិលកម្ពុជា CSOS បានឲ្យដឹងថាស្ថានទូតនិងគណៈប្រតិភូទាំង17នៅកម្ពុជារួមមានស្ថានទូតសាធារណរដ្ឋបារាំងសហរដ្ឋអាមេរិកចក្រភពអង់គ្លេសនិងអ៊ីឡង់ខាងជើងសាធារណរដ្ឋប្រជាមានិតចិនសហព័ន្ធរុស្ស៊ីគណៈប្រតិភូសហភាពអឺរ៉ុបអង្គការសហប្រជាជាតិស្ថានទូតម៉ាឡេស៊ីឥណ្ឌូនេស៊ីសិង្ហបុរីប្រ៊ុយណេដារុយសាឡឹមវៀតណាមឡាវមីយ៉ាន់ម៉ាហ្វីលីពីននិងទីម៉ូឡេសតាមសេចក្តីថ្លែងការណ៍របស់អង្គការសមាគមទាំងនេះប្រទេសថៃបានរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់ថ្ងៃទី28ខែកក្កដាឆ្នាំ2025នៅទីក្រុងកូឡាឡាំពួរនិងសេចក្តីថ្លែងការណ៍រួមថ្ងៃទី26ខែតុលាឆ្នាំ2025ដែលបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីកម្ពុជានិងថៃនិងបានបញ្ជាក់ពីការបដិញ្ញាចិត្តចំពោះសន្តិភាពនិងសន្តិសុខក៏ប៉ុន្តែទោះបីជាមានការបដិញ្ញាចិត្តនេះកងកម្លាំងយោធាថៃនៅថ្ងៃទី7ខែធ្នូឆ្នាំ2025បានចាប់ផ្ដើមវាយប្រហារដោយប្រដាប់អាវុធធុនធ្ងន់ដល់តំបន់ប្រលានថ្មស្រុកជាំខ្សានខេត្តព្រះវិហារកងកម្លាំងយោធាកម្ពុជាបានអនុវត្តភាពអត់ធ្មត់មិនប្រើប្រាស់អាវុធតបតវិញបង្ហាញពីការបដិញ្ញាចិត្តចំពោះសន្តិភាពនិងបន្ថយការតានតឹងតែនៅថ្ងៃទី9ខែធ្នូឆ្នាំ2025កម្ពុជាត្រូវបានបង្ខំឲ្យប្រើសិទ្ធិការពារខ្លួនដើម្បីការពារបូរណភាពទឹកដីនិងជនស៊ីវិលទោះបីមានការអំពាវនាវពីសហគមន៍អន្តរជាតិនៅក្នុងការដោះស្រាយដោយសន្តិវិធីក៏ថៃបានបន្តប្រើប្រាស់អាវុធធុនធ្ងន់រួមមានកាំភ្លើងធំយន្តហោះគ្មានមនុស្សបើកយន្តហោះចម្បាំងនិងគ្រាប់បែកចង្កោមបណ្ដាលឲ្យហេដ្ឋារចនាសម្ព័ន្ធស៊ីវិលកម្ពុជាបានខូចខាតយ៉ាងធ្ងន់ធ្ងរការព្រួយបារម្ភសំខាន់គឺការខូចខាតដ៏ធ្ងន់ធ្ងរនៃប្រាសាទតាក្របីនិងប្រាសាទព្រះវិហារដែលជាតំបន់បេតិកភណ្ឌពិភពលោកទង្វើនេះមិនត្រឹមតែជាការលុកលុយលើបេតិកភណ្ឌវប្បធម៌និងប្រវត្តិសាស្ត្ររបស់កម្ពុជាប៉ុណ្ណោះទេអ្វីដែលខ្លាំងជាងនោះគឺការបាត់បង់ជីវិតមនុស្សមិនអាចត្រឡប់វិញបានជាលទ្ធផលអារិភាពនិងការឈ្លានពាននេះបានបង្កើតវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរជាមួយជនស៊ីវិលជាច្រើនត្រូវបានសម្លាប់និងរាប់ពាន់គ្រួសារត្រូវបានផ្លាស់ទីលំនៅភាគច្រើនជាស្ត្រីកុមារនិងមនុស្សចាស់នៅតាមបណ្ដោយព្រំដែនកម្ពុជាថៃដែលបញ្ជាក់ពីការបដិញ្ញាចិត្តរបស់កម្ពុជាចំពោះការរួមរស់ដោយសន្តិភាពការមិនឈ្លានពាននិងការប្រកាន់ខ្ជាប់ច្បាប់អន្តរជាតិអង្គការសង្គមស៊ីវិលកម្ពុជាបានចុះហត្ថលេខានិងអំពាវនាវឲ្យសហគមន៍អន្តរជាតិថ្កោលទោសរាល់ការរំលោភលើអធិបតេយ្យភាពនិងបូរណភាពទឹកដីកម្ពុជាស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិអង្គការសង្គមស៊ីវិលកម្ពុជាក៏បានជំរុញឲ្យប្រទេសថៃបញ្ឈប់ប្រតិបត្តិការយោធាទាំងអស់ជាបន្ទាន់ដកកងកម្លាំងរបស់ខ្លួននិងរក្សាការបដិញ្ញាចិត្តទាំងស្រុងក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់និងសេចក្តីប្រកាសរួម
ជាមួយគ្នានេះក៏មានការពីវនីវឲ្យមានការការពារជីវិតជនស៊ីវិលនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនិងផ្ដល់ជំនួយមនុស្សធម៌ជាបន្ទាន់ដល់ជនភៀសខ្លួនដែលរងផលប៉ះពាល់ដល់ស្ថានភាពព្រំដែនបច្ចុប្បន្ននិងការការពារនិងអភិរក្សតំបន់វប្បធម៌ប្រវត្តិសាស្ត្រនិងបេតិកភណ្ឌជាពិសេសទ្រព្យសម្បត្តិដែលបានកំណត់ដោយអង្គការ UNESCO ពីការខូចខាតឬការបំផ្លិចបំផ្លាញបន្ថែមទៀតអង្គការសង្គមស៊ីវិលកម្ពុជាជឿជាក់យ៉ាងមុតមមថាសន្តិភាពយូរអង្វែងមិនអាចសម្រេចបានតាមរយៈអំពើហិង្សានោះទេពោលគឺមានតែតាមរយៈការសន្ទនាពិតប្រាកដការគោរពគ្នាទៅវិញទៅមកនិងការប្រកាន់ខ្ជាប់ច្បាប់អន្តរជាតិប៉ុណ្ណោះដែលអាចធ្វើឲ្យសន្តិភាពនិងស្ថិរភាពរវាងកម្ពុជានិងថៃអាចសម្រេចបាន